បាទសួស្តីថ្ងៃនេះខ្ញុំចង់ចែករំលែកទាក់ទងទៅនឹងតម្លៃនៃការងារយើងដឹងហើយថាបច្ចុប្បន្ននេះការងារគឺយើងមានរាប់លានមុខរាប់លាននៃរបររស់ស៊ីទទួលទានអញ្ចឹងការងារអ្វីក៏ដោយក៏មានតម្លៃដូចគ្នាសំខាន់ទៅលើមនុស្សយើងឲ្យតម្លៃទៅលើការងារនោះតាំងថ្នាក់ទាបរហូតដល់ថ្នាក់ខ្ពស់គឺសិតតែមានតម្លៃនៃការងារថ្ងៃនេះខ្ញុំបានចែករំលែកទាក់ទងទៅការងារទៅដល់បងប្អូនដែលខ្ញុំស្គាល់ទាក់ទងទៅលើការងារផុស NASA ទាក់ទងទៅការអ្នកសម្បត្តិអនាម័យខ្ញុំបញ្ចូលគាត់តម្លៃនៃការងារគាត់ជាអាកាសយានិកអ្នកបើកប៉ូឡូបាទគឺកម្រិតនៃចំណេះដឹងកាយសម្បទានចំណេះដឹងទូទៅគាត់ខ្លាំងនិងបទពិសោធន៍ទាំងហៅថាសឹងថាគាត់លើសមនុស្សធម្មតាដោយសារគាត់ជាអ្នកបើកប៉ូឡូអញ្ចឹងគាត់ថ្ងៃមួយគាត់បានមកធ្វើការគាត់បានឃើញអ្នកបោកសម្អាតអ្នកជូតបន្ទប់ជូតស្នាក់ការផង NASA គាត់ដើរទៅគាត់អរគុណទៅអ្នកដែលសម្អាតនោះអ្នកសម្អាតគាត់ឆ្ងល់ហើយបានអរគុណគាត់ហើយអ្នកបើកអប៉ូឡូគេថាអ្នកជាចំណែកមួយដែលធ្វើឲ្យខ្ញុំជោគជ័យនៃការងាររបស់ខ្ញុំសួរជោគជ័យទៅលើអ្វីបើសិនជាអ្នកបោះសម្អាតមិនស្អាតជូតមិនស្អាតធ្វើឲ្យគាត់មានការប៉ះពាល់ដល់សុខភាពមានទូលីមានដីហុយទៅគាត់ភ្នែកមួយមិនច្បាស់គាត់អាចឈឺអាចក្អកនេះគាត់ខ្ញុំបន្ថែមភាសាគាត់ចឹងអ្នកជាចំណែកមួយនៃធ្វើខ្ញុំជោគជ័យធ្វើ NASA ជោគជ័យដែលអាចឡើងទៅដល់ឋានប្រចាំបាទនេះជាការងារទី2រឿងមួយដែលខ្ញុំចាំតាំងខ្ញុំរៀននៅថ្នាក់បឋមបាទក៏ខ្ញុំរៀននៅសាលាព្រះរដំដូចជាពេលនោះដូចជាមានលោកគ្រូប្រុសម្នាក់ឬក៏ដូចជាឆ្នាំ90នេះបាទគាត់ចូលមកថ្នាក់របស់ខ្ញុំគាត់និទានរឿងបាទដូចគ្រូជំនួសពេលហ្នឹងគាត់ចូលមកផ្លែចឹងណាបាទតែតោងទៅចូលផ្ទះបាទហើយមិញខ្ញុំតំបាននិយាយជាមួយនឹងបងប្អូនចូលផ្ទះនេះមានបុគ្គលិកសភាការងារពេលទៅចូលផ្ទះជួននឹងដីហើយអ្នកដែលសម្ភារហ្នឹងគាត់មើលបេក្ខជនដែលមកសម្ភារហ្នឹងគឺអត់ចាប់ផ្ដើមលើចូលផ្ទះហ្នឹងឯងសម្ភារអ្នកចុងក្រោយហ្នឹងគាត់ឃើញចូលផ្ទះជួននឹងដីគាត់ទៅជាបន្ទប់ដាក់ក្បែរអាវគាត់បាទដល់ពេលអញ្ចឹងគាត់នឹងត្រូវបានអ្នកសម្ភារហ្នឹងឲ្យជាប់ហើយគាត់ឆ្ងល់ដែរគាត់សួរទៅអ្នកសម្ភារថាហេតុអីឲ្យគាត់ជាប់មើលស្ដាប់ទៅអ្នកដែលសម្ភារពីមុនហ្នឹងគាត់មានចំណេះដឹងខ្ពស់ជាងគាត់ទាំងការស្លៀកពាក់សមរម្យទាំងសម្ដីសម្ដៅអញ្ចឹងណាពេលនោះអ្នកដែលសម្ភារគាត់ថាអ្នកឯងជាមនុស្សដែលសមใจខ្ញុំឃើញជោគតនេះជោគនៅដីប៉ុន្តែអត់មានអ្នករើសទេតែអ្នកឯងរើសនៅខ្ញុំបន្ទុកឲ្យបានបកគោលមកឲ្យខ្ញុំវិញមានថាឲ្យតែឡើង office ហ្នឹងបាទអញ្ចឹងគាត់ថាអ្នកចេះសមใจអ្នកចេះទូពិនិត្យមើលការងារអត់ល្អអញ្ចឹងអ្នកជាប់បាទនេះជារឿងដែលខ្ញុំចាំមិនទៅចូលចង់30ឆ្នាំដែលគ្រូវិជ្ជាគ្រូពេលហ្នឹងខ្ញុំភ្លេចថាវាយូរពេកអញ្ចឹងបាទតែខ្ញុំដកក្នុងគុកក្បាលមករបស់ខ្ញុំហើយខ្ញុំយកនេះមកយល់តែប្អូនមិនថាពេលខ្លះឃើញកិច្ចការខ្លះកុំមើលស្រាលការងារណាក៏មានតម្លៃដែរហើយបើយើងចេះសមใจឲ្យស្ថាប័នក្រសួងឬក្រុមហ៊ុនឬក៏នៅផ្ទះយើងក៏ដោយជារូបភាពមួយដែលល្អធ្វើឲ្យថានាំមើលឃើញខ្ញុំចង់ទាញត្រឡប់មកវិញថាការងារអ្វីក៏ដោយសុទ្ធតែមានតម្លៃទាំងអស់មិនថាការងារបុកសម្រាមជូតផ្ទះចុងភៅរត់កង់3រត់ម៉ូតូដប់លក់នំប៉័ងលក់បាយការងារនៅហាងការងារ business ធំដុំរហូតទៅដល់ការងារលំដាប់កម្ពស់បាទសុទ្ធតែមានតម្លៃសំខាន់បុគ្គលខ្លួនយើងនេះឲ្យតម្លៃយើងកុំចាំគេឲ្យតម្លៃលើការងារយើងខ្លួនយើងឲ្យតម្លៃប៉ុន្តែកុំធ្វើការងារណាដែលខុសច្បាប់ការងារណាដែលច្បាប់មិនឲ្យតម្លៃដូចចោលរួចចោលឆក់ចោលប្លន់គឺមិនមាននៅក្នុងទេបាទប៉ុន្តែអំពើមិនល្អសង្គមអាហ្នឹងគេឲ្យតម្លៃដែរតែការងារណាដែលមានតម្លៃខ្ញុំឲ្យតម្លៃលើការងារចង់គាត់ជាអ្នកលក់ធាក់ស៊ីក្លូក៏ដោយលក់របស់ពេជ្រកប៉ុកលើផ្លូវក៏ដោយខ្ញុំតែងតែប្រសិទ្ធតងទៅលើគាត់ខ្ញុំតែងតែសួរទៅគាត់មានការហត់មានការកតាថាពេលខ្លះការងារហត់មែនតែគាត់សប្បាយចិត្ត
នឹងការងាររបស់យើងចឹងចំណុចនេះខ្ញុំចង់តវិញថាបងប្អូនកុំអស់សង្ឃឹមទៅលើការងារខ្លួនឯងចង់ការងារឲ្យតូចតាចប៉ុណ្ណាក៏ដោយសំខាន់វាមានតម្លៃនេះអាចរកចំណូលចិញ្ចឹមជីវិតខ្លួនយើងគ្រួសារយើងកូនយើងនោះឲ្យតម្លៃនៃការងារយើងកុំសម្ងទៅខ្ពស់ថាអូគេខ្ពស់ជាងខ្ញុំធ្វើការមិនល្អគេមិនឲ្យតម្លៃកុំសម្រាប់ខ្ញុំឲ្យតម្លៃទោះឈរទៅលើកលៈទេសៈណាក៏ដោយការងារសុទ្ធតែមានតម្លៃនៃការងាររបស់យើងក៏ដូចជាជីវិតរបស់យើងកុំរងចាំគេឲ្យតម្លៃមកយើងបាទសូមអរគុណ